រូបមន្ត ABS រូបមន្ត INT ហើយនិងរូបមន្ត mode អញ្ចឹងឥឡូវទី1គឺនិយាយអំពី ABS ABS ហ្នឹងគឺជាចំនួនវិជ្ជមានណាយើងមានន័យថាម៉េចមានន័យថាជាចំនួននេះមានសញ្ញាអវិជ្ជមានពីខាងមុខសញ្ញាដកហ្នឹងឲ្យទៅជាសញ្ញាទៅជាវិជ្ជមានទាំងអស់មិនចង់ន័យអញ្ចឹងណាអញ្ចឹងគ្រប់លេខទាំងឡាយណាជាចំនួនដែលអវិជ្ជមានគឺយើងត្រូវឲ្យវាទៅជាវិជ្ជមានអញ្ចឹងយើងប្រើពាក្យយើងប្រើរូបមន្ត ABS គូកញ្ចក់ number អញ្ចឹងយើងយក select កន្លែង number ដែលយើងចង់រៀនហ្នឹងទៅហ្នឹងឃើញមក2អញ្ចឹងមានន័យថាមុនវាអវិជ្ជមានឥឡូវវាទៅជាវិជ្ជមានតែបើវាវិជ្ជមានស្រាប់គឺវាអត់បដូរទេគឺវានៅតែវិជ្ជមាននិយាយរួមទៅគឺវាបំលែងអវិជ្ជមានឲ្យទៅជាវិជ្ជមានហ្នឹងនឹង5អវិជ្ជមានមកវិជ្ជមានអវិជ្ជមានមកខ្សែទៅជាវិជ្ជមានហ្នឹងមានន័យថា ABS គឺជាចំនួនបំលែងពីអវិជ្ជមានទៅជាវិជ្ជមាន INT រូបមន្ត INT គឺជាចំនួនគត់មានន័យថាយើងបង្គុតដែលពីទស្សភាគឲ្យទៅជាចំនួនគត់តែម្ដងវាគេហៅថា 1.2535 នេះអញ្ចឹងគឺយើងធ្វើឲ្យវានៅសល់តែមួយទេ12.456នេះឲ្យវានៅសល់តែ12អញ្ចឹងទៅអញ្ចឹងយើងប្រើរូបមន្ត INT ហើយ number អញ្ចឹងយើង select number ដែលយើងដាក់ number ដែលយើងចង់ឲ្យវាបំលែងអញ្ចឹងយើងស្មើមួយឃើញទេអញ្ចឹងអានេះ12.456នោះគឺស្មើនឹង12អញ្ចឹងយើងម្ដងទៀតយើងប្រើ INT ហើយ select យក number បាទ INT ហើយ number អញ្ចឹងយើងចំនួនវិជ្ជមានទាំងអស់គឺមានន័យថាកាត់យកតែចំនួនគត់ក្រោយទស្សភាគក្រោយគ្មាសគឺយើងកាត់ចោលហើយមួយទៀត mode គឺជាសំណល់មានន័យថាជាសំណល់សល់ពីផលចែកគេហៅថា3ចែកទៅ2អញ្ចឹង3ចែក2យើងដាក់បាន1អញ្ចឹង1 2ដង2 2ដក3នៅសល់1អញ្ចឹងមានន័យសំណល់គឺ1អញ្ចឹងមានន័យអញ្ចឹងយើងប្រើ mode ហើយគេ number 3ក៏មក base ក៏មក divider គឺកន្លែងនេះចូលហ្នឹងយើង select divider កន្លែង divider នេះបាទអញ្ចឹងយើងបានសំណល់សល់1នេះដូចគ្នាដែរ15ចែកទៅ4ស្មើប្រមាណអញ្ចឹងទៅអញ្ចឹងយើងស្មើ mode number base ចែក divider ចែកឲ្យ4អញ្ចឹងសំណល់គឺនៅសល់3មានន័យថាម៉េច15ចែក4អញ្ចឹង4ប្រមាណបងបាន15 4 2ដង8 3ដង12អញ្ចឹងយើងបាន3 ពី12 15ដល់12សល់3អញ្ចឹងមានន័យថាចឹងអញ្ចឹងដូចគ្នារូបមន្តហ្នឹងគឺជាសំណល់អញ្ចឹងថា546ចែកឲ្យ43សំណល់ដែលសល់ដែលចែកដល់កើតបន្តទៀតហ្នឹងគឺ18អញ្ចឹងរូបមន្តនេះយើងសាកតេស្តទាំងនេះមកគឺរូបមន្ត INT និង mode អញ្ចឹងណាអញ្ចឹងINT មានន័យថាជំនាញពុតមានន័យថាខ្ញុំយកចំនួននេះចែកឲ្យចំនួននេះអញ្ចឹងហ្នឹងអញ្ចឹង INT គឺជានេះ number នេះមានន័យថា number មកនឹង4ចែកឲ្យនេះគឺជា number ហ្នឹងអញ្ចឹងដើម្បីរកចំនួនគត់តែមក
ធម្មតាបើយើងចែកហើយទៅវិញសាកសិនណាមិនមែនរូបមន្តហ្នឹងណាមិនសាកនៅខាងក្រៅនេះចុះ4ចែកឲ្យ3ស្មើនេះ1.333នេះចឹងប៉ុន្តែខ្ញុំយកមិនមែន INT ខ្ញុំអត់ចង់យក 0.33 ទេគឺខ្ញុំយកតែលេខ1ទេអញ្ចឹងយើងស្មើ INT 4ចែកឲ្យ3ចឹងយើងស្មើ1ឃើញទេបាទហ្នឹងដូចគ្នាវាខ្ញុំតែឲ្យអស់ហ្នឹងមកចឹងនេះក៏1ដែរនេះ2ឃើញទេនេះ14ចឹងខ្ញុំយកតែចំនួនគត់ទេអញ្ចឹងម៉ូតយកសំណល់នៃការចែកហ្នឹងគឺស្មើ1ហើយសល់ប្រមាណអញ្ចឹងគឺស្មើម៉ូត4 divide by នេះ divide by 3មានណាកន្លែងនេះមិនមែនចែកកំឡុងបាទអញ្ចឹងខ្ញុំប្រើម៉ូត4ចែក3គឺស្មើ1អញ្ចឹងមានន័យថា4ចែកឲ្យ3មានស្មើនឹង1ហើយសល់1ទៀតដែលយើងចែកដាច់5ចែកឲ្យ4ស្មើ1ប៉ុន្តែនៅសល់1ដែរដែលយើងចែកដាច់ណាអញ្ចឹង8 2ដង6សល់2ឃើញទេអញ្ចឹងនេះគឺជារូបមន្ត ABS ANT និង mode